ថ្ងៃរៀបការចិត្តចូលមកដល់ទីក្រុងទាំងមូលកំពុងរៀបចំសម្រាប់ពិធីមង្គលការដ៏គួរឲ្យចាប់អារម្មណ៍មួយនេះខ្ញុំលីនថាងអ្នកស្នងមរតកនៃក្រុមហ៊ុនលីនគ្រប់និងសេនយូកូនប្រុសទី2នៃគ្រួសារសេនអាពាហ៍ពិពាហ៍នេះបានក្លាយជារឿងដ៏ល្អមួយនៅក្នុងពិភពជំនួញរួចទៅហើយស្គាល់គ្នា7ឆ្នាំស្រឡាញ់គ្នា4ឆ្នាំជាគូស្នេហ៍ដែលស័ក្តិសមបំផុតក្នុងក្រសែភ្នែកអ្នកគ្រប់គ្នាទោះជាយ៉ាងណាក៏ដោយគ្រោះថ្នាក់ចរាចរណ៍ដែលនឹកស្មានមិនដល់មួយបានបំផ្លាញភាពស្រស់ស្អាតទាំងអស់ពេលខ្ញុំទទួលទូរស័ព្ទពីប៉ូលីសចរាចរណ៍ខ្ញុំកំពុងនៅហាងរោគអាពាហ៍ពិពាហ៍រៀបចំសាកល្បងរោគពណ៌ដែលកាត់តម្រូវសម្រាប់ពិធីមង្គលការសំឡេងដ៏ត្រជាក់ពីចុងខ្សែម្ខាងទៀតប្រាប់ខ្ញុំថាឡានដែលសេនយូបើកបានបាត់បង់ការគ្រប់គ្រងហើយធ្លាក់ពីលើច្រាំងថ្មចោតនៅលើផ្លូវភ្នំឡានខូចខាតហើយមនុស្សក៏ស្លាប់ពិភពលោកបានដួលរំភ្លាមពេលខ្ញុំប្រញាប់ទៅកន្លែងកើតហេតុខ្ញុំឃើញតែគំនរបាក់បែកនៃរថយន្តដែលឆេះប៉ុណ្ណោះខ្ញុំចុះហើរភ្លៀងទឹកជោគពេញខ្លួនរហូតដល់ជំនួយការចាងធីងគ្រាចេញទៅខ្ញុំមិនអាចនិយាយអ្វីបានមួយម៉ាត់ពិធីបុណ្យសពរបស់សេនយូត្រូវបានរៀបចំឡើងយ៉ាងអធិកអធមខ្ញុំស្លៀកពាក់ពណ៌ខ្មៅឈរនៅមុខរូបថតមុខស្លេកស្លាំងភ្នែកទេស្អាតភ្ញៀវដែលមកចូលរួមរំលែកទុក្ខបានបោះជំហានទៅមុខដើម្បីលួងលោមដោយនិយាយថាសូមចូលរួមរំលែកទុក្ខហើយថាវិញ្ញាណរបស់សេនយូនៅឋានសួគ៌ក៏មិនចង់ឃើញខ្ញុំបែបនេះដែរបិទភ័ក្ររបស់សេនយូគឺហ្វូយ៉ានិងគូសួយសុទ្ធតែនៅក្បែរខ្ញុំដើម្បីលួងលោមបងថ្លៃឈប់ទៅបងយូនៅឋានសួគ៌ក៏មិនចង់ឃើញបងពិបាកចិត្តបែបនេះដែរមែនហើយយើងដឹងថាបងស្រឡាញ់គាត់ខ្លាំងណាស់ប៉ុន្តែមនុស្សតែងតែត្រូវសម្លឹងទៅមុខពេលនោះម្ដាយរបស់សេនស្រាប់តែស្ទុះចូលមកពីក្រៅទ្វារមុនពេលខ្ញុំអាចប្រតិកម្មគាត់បានទះកំភ្លៀងខ្ញុំក្រចកពណ៌ក្រហមឆ្អែតរបស់គាត់បានឆ្កូតមុខខ្ញុំបន្សល់ទុកស្នាមឈាមពីចង្រៃបើមិនមែនដោយសារនាងជាតារាចង្រៃទេតើកូនប្រុសខ្ញុំស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍យ៉ាងម៉េចទៅវារួចក៏ចង្អុលមុខខ្ញុំបន្តជេរនាងធ្វើឲ្យម្ដាយខ្លួនឯងស្លាប់ហើយនាំសំណាងអាក្រក់មកគ្រួសារសេនរបស់យើងទៀតនិយាយចប់នៅតែមិនអស់កំហឹងគាត់ក៏យកធូបការនៅក្បែរនោះចង់វាយក្បាលខ្ញុំសេងជឺដែលជាប្អូនថ្លៃឈរក្បែរប្អូនស្រីចង់បានមកចិញ្ចើមហើយឲ្យសញ្ញាទៅហ្វូយ៉ាននិងគូសួយអ្នកទាំងពីរបានប្រតិកម្មភ្លាមហើយប្រញាប់ទៅខាត់ម្ដាយរបស់សេនអ្នកមីងស្ងប់អារម្មណ៍បន្តិចទៅរឿងនេះមិនអាចបន្ទោសបងថ្លៃបានទេមែនហើយបងយូតែងតែបើកបរយ៉ាងប្រុងប្រយ័ត្នតើនរណាអាចនឹកស្មានថាមានរឿងបែបនេះកើតឡើងឃើញម្ដាយរបស់សេនស្ងប់អារម្មណ៍ហើយគេក៏ងាកមកលួងលោមខ្ញុំកុំឲ្យទុកក្នុងចិត្តគាត់ខឹងពេកទេមិនមែនមានចិត្តណាទេខ្ញុំអរគុណចំពោះបំណងល្អរបស់ពួកគេហើយទៅបន្ទប់សម្រាប់ដើម្បីរៀបចំខ្លួនបន្ទាប់ពីស្ងប់អារម្មណ៍ខ្ញុំមានគម្រោងទៅដំបូលដើម្បីស្រូបខ្យល់អាកាសពេលខ្ញុំរុញទ្វារដំបូលខ្ញុំឮសំឡេងនិយាយនៅខាងក្នុងខ្ញុំងាកក្រោយរៀបនឹងចាក់ចេញប៉ុន្តែស្រាប់តែឈប់ជើងពេលលើឈ្មោះមួយបងយូល្បិចរបស់បងពិតជាអស្ចារ្យមែនធ្វើបែបនេះបងមិនត្រឹមតែអាចជំនួសអត្តសញ្ញាណរបស់សេនជឺដោយស្របច្បាប់និងទទួលមរតកទ្រព្យសម្បត្តិគ្រួសារសេនប៉ុណ្ណោះទេថែមទាំងអាចបន្តប្រើប្រាស់លីនທາງដើម្បីទទួលបានធនធានរបស់គ្រួសារលីនទៀតផងដៃរបស់ខ្ញុំកឹងនៅលើដៃទ្វារឈាមពេញខ្លួនហាក់ដូចជាកក់ភ្លាមបន្ទាប់មកគឺសំឡេងរបស់សេនយូសំឡេងដែលខ្ញុំស្រឡាញ់អស់រយៈពេល7ឆ្នាំហើយគិតថាបានចាក់ចេញពីខ្ញុំជារៀងរហូតហើយសំណាងហើយដែលមានគ្រោះថ្នាក់ចរាចរណ៍លើកនេះអាចឲ្យខ្ញុំគេចខ្លួនបានមួយរយៈចុះលីនທາງគិតយ៉ាងម៉េចនាងស្រឡាញ់បងខ្លាំងណាស់បើដឹងថាបងមិនទាន់ស្លាប់ហើយថែមទាំងបោកប្រាស់នាងទៀតច្បាស់ជាខូចចិត្តមិនខាននាងខូចចិត្តទៅល្អចាំខ្ញុំគ្រប់គ្រងគ្រួសារសេនទាំងស្រុងសិនចាំប្រាប់នាងពីការពិតដល់ពេលនោះនាងគ្មានជំរឿអ្វីក្រៅពីរៀបការជាមួយខ្ញុំទេធនធានរបស់គ្រួសារលីនយូវិឆាប់នឹងក្លាយជារបស់ខ្ញុំនៅតែបងយូពូកែប៉ុន្តែតើបងមិនខ្លាចលីនທາងដឹងទេខ្លាចអីខ្ញុំនឹងសេនជឺមានមុខមាត់ដូចគ្នាបេះបិទឲ្យតែខ្ញុំខ្លាញ់ធ្វើកាយវិការនិងការនិយាយស្ដីរបស់គេដោយចេតនាគ្មានអ្នកណាអាចរកឃើញកំហុសទេលើសពីនេះលីនທາងស្រឡាញ់ខ្ញុំខ្លាំងណាស់ទោះបីជាមានចំណុចគួរឲ្យសង្ស័យក៏ដោយក៏នាងនឹងបោកប្រាស់ខ្លួនឯងដែរខ្យល់ត្រជាក់កាត់ឆ្អឹងខ្ញុំហាក់ដូចជាត្រូវគេជិះទឹកត្រជាក់មួយធុងពីលើក្បាលត្រូវតែនិយាយថាល្បិចរបស់សេនយូពិតជាល្អមែនគាត់និងបងប្រុសរបស់គាត់គឺជាកូនភ្លោះមានមុខមាត់ដូចគ្នាបេះបិទបើខ្លែងធ្វើដោយចេតនាធ្វើពុតជាគាត់ពិតជាគ្មានចន្លោះប្រហោងមែនខ្ញុំនិងសេនយូស្គាល់គ្នា7ឆ្នាំស្រឡាញ់គ្នា4ឆ្នាំស្អិតរមួតដូចស្គាល់តាំងម៉ែជាគូស្នេហ៍គំរូដែលអ្នកគ្រប់គ្នាក្នុងរង្វង់សរសើរដូច្នេះទោះបីជាគ្រួសារលីនមើងងាយគ្រួសារសេនក៏ដោយក៏នៅតែយល់ព្រមចំពោះអាពាហ៍ពិពាហ៍របស់យើងដែរប៉ុន្តែមិននឹកស្មានថាមនុស្សជាទីស្រឡាញ់ដែលខ្ញុំនឹកគិតដល់គឺជាមនុស្សកាកសំណល់បែបនេះសោះនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ខ្ញុំបានទូរស័ព្ទទៅសៀយូសំឡេងខ្ជិលច្រអូសបន្លឺឡើងអ្នកនាងធំលីនឬថាគូដណ្ដឹងនាងទៅតែស្លាប់ពេលនេះមិនក៏មានពេលទូរស័ព្ទមកខ្ញុំចង់ពិភាក្សាឡើងវិញអំពីអាពាហ៍ពិពាហ៍រវាងគ្រួសារលីននិងសៀមនុស្សនៅម្ខាងទៀតឈប់មួយផ្លែតបន្ទាប់មកក៏ធ្វើមុខមាំសម្លេងរបស់គេបង្កប់ដោយភាពភ្ញាក់ផ្អើលនិងសេចក្តីអំណរដែលមិនអាចលាក់បាំងបានមែនទេខ្ញុំមិនខ្វល់ទេរៀបការជាមួយអ្នកណាក៏ជារៀបការដែរខ្ញុំអាចចុះសម្បត្តិអាពាហ៍ពិពាហ៍បានគ្រប់ពេលយើងជួបគ្នានៅហាងកាហ្វេម៉ោង3រសៀលថ្ងៃស្អែកដើម្បីពិភាក្សាពីរឿងរៀបការតាក់ទូរស័ព្ទចុះខ្ញុំត្រឡប់ទៅសាលប្រជុំវិញ1ម៉ោងមុនខ្ញុំនៅទីនេះយំរហូតទប់ខ្លួនមិនបានប៉ុន្តែឥឡូវនេះអារម្មណ៍របស់ខ្ញុំបានផ្លាស់ប្ដូរហើយការសម្លឹងមើលបែបស៊ើបអង្កេតបានឆ្លងកាត់ហើយប៉ះនឹងក្រសែភ្នែករបស់សេនជឺ
គេស្រឡាំងកាំងមួយផ្លែបន្ទាប់មកក៏អន់ក្បាលចុះដោយមានអារម្មណ៍ខុសខ្ញុំសើចចំអកមួយមានអ្នកមិនចេះមើលកាលៈទេសៈចង់មករកកន្លែងស្លាប់ប្អូនស្រីចុងលីនម៉ៅបានចូលមកចិត្តដោយទឹកមុខគួរឲ្យអាណិតបងស្រីខ្ញុំដឹងថាបងពិបាកចិត្តដែលខ្លាចជាមេម៉ាយឃើញអាជឺជីមិនរួចនឹកដល់គូដណ្ដឹងបងប៉ុន្តែបងក៏មិនអាចធ្វើភ្នែកដាក់